Hello everyone, welcome to Everyday English. In this video, you will learn some sentences about daily routine. So let's start. សួស្តីអ្នកទាំងអស់គ្នាចឹងស្វាគមន៍មកកាន់ការសិក្សាភាសាអង់គ្លេសដែលនៅក្នុងវីដេអូនេះទាំងអស់គ្នានឹងបានសិក្សាអំពីប្រយោគមួយចំនួនទាក់ទងជាមួយនឹងទម្លាប់រស់នៅប្រចាំថ្ងៃចឹងស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូនេះចូលមកកាន់ប្រយោគទី1របស់យើងគឺ I wake up ចឹង I wake up ឬក៏ I wake up បើសិនជាយើងអានភ្ជាប់គ្នា I wake up បើយើងអានផ្ដាច់មួយគឺ I wake up ចឹងប្រែថាខ្ញុំភ្ញាក់ពីគេងនៅកន្លែងនេះគឺយើងអត់ទាន់ងើបចេញពីគ្រែយើងមើលទៅលើរូបភាពទៅមានន័យថាយើងគ្រាន់តែភ្ញាក់ពីការគេងរបស់យើងអញ្ចឹងយើងអាចជាភាសាអង់គ្លេសយើងអាចនិយាយបានថា I wake up ដែលប្រែថាខ្ញុំភ្ញាក់ពីគេងឬក៏ខ្ញុំភ្ញាក់ពីដំណេកនឹងតែយើងអត់ទាន់បានងើបចេញពីគ្រែទេចំពោះប្រយោគទី2 I get out of bed ប្រែថាខ្ញុំក្រោកចេញពីគ្រែអញ្ចឹងទាំងអស់គ្នាមើលទៅលើរូបភាពទៅគឺយើងភ្ញាក់ពីគេងហើយយើងក្រោកចេញពីគ្រែទៀតអញ្ចឹងជាងភាសាអង់គ្លេសយើងអាចនិយាយបានថា I get out of bed ដែលប្រែថាខ្ញុំក្រោកចេញពីគ្រែកន្លែងហ្នឹងគឺយើងភ្ញាក់ពីគេងហើយយើងក្រោកចេញពីគ្រែយើងបន្តចូលមកដល់ប្រយោគទី3 I prepare my bed ប្រែថាខ្ញុំរៀបចំគ្រែគេងឬក៏រៀបចំកន្លែងយើងគេងនឹងពេលយើងភ្ញាក់ពីគេងហើយយើងរៀបចំបាត់មុងភួយឲ្យមានរបៀបរៀបរយជាដើមអញ្ចឹងយើងជាភាសាអង់គ្លេសយើងអាចនិយាយបានថា I prepare my bed ដែលប្រែជាខ្មែរនោះមានន័យថាយើងរៀបចំកន្លែងយើងគេងឬរៀបចំគ្រែគេងយើងនឹងឲ្យមានរបៀបរៀបរយចំពោះប្រយោគទី4គឺ I wash my face ប្រែថាខ្ញុំលុបមុខប្រយោគនេះស្រួលជាងគេពួកយើងអត់ពិបាកយល់ន័យទេយើងគ្រាន់តែមើលរូបភាពទៅជាមួយនឹង clear ប្រយោគយើងគឺយើងអាចយល់បានហើយចំណែកឯប្រយោគទី5វិញគឺ I brush my teeth ប្រែថាខ្ញុំដុសធ្មេញអញ្ចឹងយើងបន្តចូលទៅប្រយោគទី6ទៀតចំពោះប្រយោគទី6នេះ I take a shower ប្រែថាខ្ញុំងូតទឹកផ្កាឈូកដោយដែលទាំងអស់គ្នាឃើញនៅក្នុងរូបភាពហ្នឹងឯងអញ្ចឹងយើងទៅមើលប្រយោគយើងបន្តទៀតគឺប្រយោគទី7នេះគឺ I take a bath ដែល I take a bath នេះគឺប្រែថាខ្ញុំងូតទឹកដូចគ្នាប៉ុន្តែគឺងូតទឹកក្នុងអាងហ្នឹងគឺយើងមានពេលវេលាច្រើននៅក្នុងការងូតយើងត្រាំខ្លួននៅក្នុងអាងជាមួយនឹងយើងត្រាំទឹកដោះគោអាចថាត្រាំទឹកក្តៅអ៊ុនៗអីជាដើមអញ្ចឹងយើងប្រើ I take a bath នេះគឺជាការងូតទឹកបែប relax ទាំងអស់គ្នាមានពេលច្រើននៅក្នុងការងូតចំពោះ I take a shower មានន័យថាយើងងូតទឹកដែរតែជាការងូតទឹកធម្មតាជារៀងរាល់ថ្ងៃរបស់យើងជាទម្លាប់ដែលយើងចេញមកពីធ្វើការយើងងូតទឹកសម្អាតខ្លួនរបស់យើងអញ្ចឹងទៅចំពោះប្រយោគចុងក្រោយរបស់យើងគឺ I get dressed កន្លែងនេះគឺប្រែថាខ្ញុំស្លៀកពាក់រៀបចំខ្លួនអីចឹងទៅទាំងអស់គ្នាមើលទៅលើរូបភាពទៅគឺងាយយល់ហើយគឺយើងរៀបចំខ្លួនស្លៀកពាក់សម្លៀកបំពាក់របស់យើងនឹងឯងដូច្នេះអរគុណទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត